なんか聞いたことありますかね。次行きましょう。大丈夫です。ខ្ញុំឈ្មោះចង់លីមកពីប្រទេសកម្ពុជាខ្ញុំបានតាក់ទងទៅសមាគមឲ្យដើម្បីជួយស្វែងរកក្រុមហ៊ុននៅពេលដែលខ្ញុំសម្រេចចិត្តថាមកធ្វើការនៅប្រទេសជប៉ុនគឺគ្រួសារបាននិយាយថាជារឿងដែលល្អរឿងដែលខ្ញុំបានខំប្រឹងហ្នឹងគឺភាសាជប៉ុនដោយសារតែនៅទីនេះគឺត្រូវបានប្រើប្រាស់ភាសាជប៉ុនខ្លាំងចឹងហើយត្រូវតែខំប្រឹងភាសាជប៉ុនរឿងដែលខ្ញុំសប្បាយចិត្តជាងគេនៅពេលដែលមានរឿងអីដែលអត់យល់ពួកគាត់តែងតែបង្រៀននិងប្រាប់ខ្ញុំប្រាក់ខែដែលខ្ញុំទទួលបានឥឡូវហ្នឹងគឺខ្ញុំពេញចិត្តនៅថ្ងៃឈប់សម្រាកគឺខ្ញុំទៅទិញអីវ៉ាន់និងពេលខ្លះខ្ញុំទៅដើរលេងជាមួយមិត្តភក្តិថ្មីហ្នឹងគឺខ្ញុំទៅតែងម្ហូបទៅទិញម្ហូបបន្លែថ្មីហ្នឹងគឺខ្ញុំប្រើ app Shein និង Amazon សម្រាប់ទិញកៅអៅឬក៏ទិញសម្ភារៈប្រើប្រាស់ផ្សេងនៅពេលដែលខ្ញុំបានចូលក្រុមហ៊ុននេះមានការផ្លាស់ប្ដូរច្រើនវាពិបាកវាមានរឿងពិបាកច្រើនប៉ុន្តែយើងទទួលបានឱកាសច្រើនដូចជាការបើកផ្លែនិងការបញ្ជូនអាហារទៅតាមពោះនិងទទួលបានការបង្រៀនជាច្រើនពីពេទ្យអ្នកដែលកំពុងតែស្វែងរកការងារនៅក្នុងប្រទេសជប៉ុនមុនពេលដែលមកប្រទេសជប៉ុនត្រូវតែខំប្រឹងរៀនភាសាជប៉ុនはい、ありがとうございます。ありがとうございます。ありがとうございます。